គូទី9សម្រាប់ជើងទី1ខ្សែទឹកខាងក្នុងនាងសវណ្ណមច្ឆាដេជោនាងសវណ្ណមច្ឆាដេជោស្ថិតនៅក្នុងវត្តសមាធិទិយារាមព្រែកប្រសពស្រុកខ្សាច់កណ្ដាលចំណែកឯខ្សែទឹកខាងក្រៅមហាទុនសាយដេជោសែនជ័យនាគណារាមរាយប៉ាយស្រុកកងមាសខេត្តកំពង់ចាមបាទបាទឥឡូវនេះគូពិសេសទី9បាទនាងសុវណ្ណមច្ឆាដេជោបាទគូនេះគឺមកពីព្រះប្រសពបាទគឺខ្សែទឹកខាងក្នុងឯកសណ្ឋានពណ៌បៃតងចុងចង្វាពណ៌សបាទខ្សាច់កដាលបាទគូនេះគឺគូទូកដែលទទួលបានការឧបត្ថម្ភពីអាដាមបាទគុំសុភ័ណ្ឌបាទអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលចំណែកឯមហាទុនសាយដេជោសែនជ័យគឺទទួលបានការឧបត្ថម្ភពីអាដាមមនិតម៉ៅភិរុនបាទទូកនេះក៏ទទួលបានការឧបត្ថម្ភទាំងពីរដែរបាទអាដាមទាំងពីរក៏បានឧបត្ថម្ភឲ្យឧបត្ថម្ភបន្ថែមពីលើកាន់ទូកមួយទៀតបាទឥឡូវនេះមកលេខគ្នាហើយនាងសុវណ្ណមច្ឆាដេជោកំពុងតែដកខ្លួនមកហើយប៉ាន់នេះឡើយបាទចំណែកឯមហាទុនសាយយ៉ាងម៉េចចាក់យើងបាទចាក់យើងចាក់យើងតាតើគ្នាមិនបន្តិចទេឥឡូវនេះយើងឃើញហើយបាទកលេចទៅគូទាំងពីរនេះគឺប្រហាក់ប្រហែលគ្នាទៀតហើយឥឡូវនឹងអាចនឹងមកលេងមុខវេទិកាកិត្តិយសទៀតឬយ៉ាងណាបាទដោយសារនាងសវណ្ណមច្ឆាការអញ្ជើញទី1ឈ្នះបន្តិចបន្តួចទេបាទតិចតួចមកឆ្នាំងដៃទូកមហាទុនសាយបាទទូកទាំងពីរនេះក៏សុទ្ធទទួលបានការឧបត្ថម្ភពីអាដាមបាទប្រធានក្រុមប្រឹក្សានិងអាដាមអភិបាលប៉ុន្តែលោកទាំងពីរបានគេហៅថាឧបត្ថម្ភបន្ថែមបាទទៅលើការឧបត្ថម្ភទាំងអស់បាទទៅលើទូកនាងមច្ឆាគឺអាដាមអភិបាលបាទមហាទុនសាយនេះគឺអាដាមប្រធានក្រុមប្រឹក្សាបាទឥឡូវយើងរងចាំមើលបាទលទ្ធផលយ៉ាងម៉េចទៀតបាទចំពោះការហ្នឹងទុនសាយនិងមច្ឆាបាទយ៉ាងម៉េចហើយទុនសាយបាទល្បិចច្រើនឯមច្ឆានៅក្នុងទឹកបាទក៏ប៉ុន្តែពេលនេះឃើញថាទូកពិសេសបាទគូពិសេសគូទី9នៅពេលនេះឃើញថាប៉ិននេះនៅឡើយទេបាទលើកមុនដូចខ្ញុំបានជម្រាបដែរខុសត្រូវតែបន្តិចបន្តួចទេចាំមើលយ៉ាងម៉េចដែរនៅតែខុសគ្នាមហាវិស័យដកអីបាទដកអីចំណែកនាងសវណ្ណមច្ឆាដេជោក៏អញ្ចឹងដែរបាទអត់មានបន្ថយទេណាកម្លាំងមកដល់ទីនេះអូនាងសវណ្ណមច្ឆាសវណ្ណមច្ឆាដកខ្លាំងណាស់មហាវិស័យអើយយ៉ាងម៉េចទៅហើយអត់បាទខុសគ្នា4ខ្ទង់បាទខុសពីជើងមុន